ในច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តបៃលិនវេលាម៉ោង 10:00 នាទីព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ2025នេះយោធានកម្ពុជាទាំង18រូបដែលបានស្ថិតក្រោមការឃុំក្រងរបស់ភាគីថៃអស់រយៈពេល155ថ្ងៃមកហើយត្រូវបានដោះលែងនិងបញ្ជូនត្រឡប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាពសូមគោះបញ្ជាក់ផងដែរថាការដោះលែងយោធានកម្ពុជាចំនួន18រូបត្រឡប់មកកម្ពុជាវិញគឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូត GBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក្នុងចំណុចទី11ដែលបានកំណត់ថាបន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល72ម៉ោងនៃបច្ចុប្បន្នដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង 12 ខែត្រង់ម៉ោងក្នុងស្រុកនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ក្នុងដំណើរការនៃការវិលត្រឡប់របស់យោធានទាំង18រូបរបស់យើងក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងគណៈកម្មាធិការអន្តរជាតិនៃការក្បាច់ក្រហម ICRC នាងខ្ញុំសូមជម្រាបថាការដោះលែងយោធានរបស់យើងទាំង18នាក់នេះក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025រវាងសម្ដេចមហាបូរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា